ព័ត៌មានកំសាន្តអាប់ដេត Today សូមស្វាគមន៍ធ្លាប់តែចេញបទបែបមនោសញ្ចេតនាថតសុពីតិត្រៀមបង្ហាញបទចម្រៀងក្នុងទម្រង់ថ្មីកាន់តែប្លែកជាមួយរសជាតិចម្រៀងថ្មីរបស់ថតសុពីតិដែលធ្លាប់តែច្រៀងបទមនោសញ្ចេតនាហើយត្រូវផ្លាស់ប្ដូរអារម្មណ៍អ្នកគាំទ្រស្ទើរតែ360ដឺក្រេតាមរយៈបទចម្រៀងថ្មីជាចំណងដៃសម្រាប់ឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខទម្រង់នៃបទចម្រៀងនេះនឹងធ្វើឲ្យអ្នកស្ដាប់កាន់តែកន្ត្រាក់អារម្មណ៍ទៅតាមចង្វាក់ភ្លេងដែលរួមបញ្ចូលគ្នានៅឧបករណ៍តន្ត្រីសម័យនិងបុរាណមានដូចជាឆៃយ៉ាំខ្លុយដើម្បីរំខានចិត្តអ្នកស្ដាប់ឲ្យកាន់តែទាក់ទាញពិសេសការច្រៀងបែបរ៉េបរួមបញ្ចូលទៀតនោះនឹងធ្វើឲ្យអ្នកគាំទ្រកាន់តែទទួលបាននូវអារម្មណ៍ថ្មីប្លែកបែបសម័យនិងបុរាណរួមគ្នាក្នុងបទតែមួយដើម្បីកុំឲ្យរំលងបទចម្រៀងដ៏សប្បាយនេះលោកអ្នកអាចតាមដានស្នាដៃថ្មីរបស់លោកថតសុពីតិបានលើ Page ផ្លូវការ Jam Music និងថតសុពីតិក្នុងពេលឆាប់ៗខាងមុខនេះហងម៉ានីតាប្រកាសបោះបង់សិទ្ធិបវរកញ្ញាតំណាងប្រទេស Miss World 2025អតីតម្ចាស់មកុដ Miss Universe Cambodia 2022 ហងម៉ានីតាបានប្រកាសបោះបង់សិទ្ធិប្រកួតលើឆាកអន្តរជាតិក្រោយត្រូវបានចាត់តាំងតំណាងកម្ពុជាទៅចូលរួមប្រកួតលើឆាកអន្តរជាតិ Miss World 2025 ធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលនិងសោកស្ដាយចំពោះមូលហេតុដែលនាងមិនអាចតំណាងកម្ពុជាលើឆាកអន្តរជាតិបានហងម៉ានីតាបានឲ្យដឹងថាដោយសារឆ្នាំ2025នេះនាងមានធុរៈចាំបាច់ផ្ទាល់ខ្លួនរយៈពេល1ឆ្នាំពេញទៅសហរដ្ឋអាមេរិកដូច្នេះហើយទើបនាងមិនអាចទៅចូលរួមប្រកួត Miss World 2025 ក្នុងពេលខាងមុខនេះបានតែទោះជាយ៉ាងណានាងសន្យាថាឆ្នាំ2026នាងនឹងមកយ៉ាងពិតប្រាកដក្នុងកម្មវិធីប្រឡងបវរកញ្ញាណាមួយម៉ានីតាដឹងថាអ្នកគាំទ្ររបស់នាងប្រកាសជាខកចិត្តតែសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់ពីភាពចាំបាច់របស់នាងព្រោះប្រសិនបើនាងមិនទៅសហរដ្ឋអាមេរិកនាងអាចនឹងបាត់បង់ឱកាសនេះតែឱកាសជាបវរកញ្ញានឹងតំណាងឲ្យប្រទេសគឺនៅមានច្រើនតទៅមុខទៀតសូមបញ្ជាក់ថាហងម៉ានីតាជាអតីតបវរកញ្ញាកូនកាត់ខ្មែរបារាំងម្នាក់ដែលមានសមត្ថភាពខ្ពស់ទាំងការដើរបង្ហាញម៉ូដនិងចំណេះដឹងទូទៅជាពិសេសគឺនាងអាចប្រើភាសាបរទេសបានយ៉ាងស្ទាត់ជំនាញនាងត្រូវបានអ្នកគាំទ្រចាត់ទុកថាជាបវរកញ្ញាមួយរូបដែលមានទេពកោសល្យខ្ពស់ដូច្នេះអ្នកគាំទ្រនឹងរងចាំការវិលត្រឡប់របស់នាងជាថ្មីស្ត្រីម្នាក់អស់លុយជាង$3000ក្រោយជឿលង់អ្នកបន្លំខ្លួនធ្វើជាម្ចាស់បទ Why Not Meស្ត្រីវ័យ63ឆ្នាំម្នាក់ឈ្មោះខ្វាដាលូបសេបេដាបានក្លាយជាជនរងគ្រោះនៃការបោកប្រាស់តាមអ៊ីនធឺណិតអស់រយៈពេល2ឆ្នាំដោយសារតែជនបន្លំខ្លួនបង្កើតគណនី Facebook ដាក់រូបភាពនិងឈ្មោះតារាចម្រៀង NDK English ពីដំបងគណនីនោះបានអះអាងថាគេជាម្ចាស់បទ Why Not Me ដែលឆាតទៅមានបំណងចង់បង្កើតភាពស្និទ្ធស្នាលជាមួយអ្នកគាំទ្រពីមួយថ្ងៃទៅមួយថ្ងៃគណនីនោះតែងតែផ្ញើសារសួរសុខទុក្ខលីឡំនឹងភាសាស្នេហ៍ដោយគេមានវីដេអូរួមទាំងសំឡេងដោយតារាចម្រៀង NDK រហូតសុំស្រឡាញ់លោកស្រីនិងសន្យាថាចង់រៀបការរស់នៅជាប្តីប្រពន្ធដូច្នេះមិនអាចទប់ចិត្តបានស្ត្រីវ័យ63ឆ្នាំក៏លង់ចិត្តរហូតដល់ជនបន្លំខ្លួនបានសុំលោកស្រីផ្ញើលុយជាបន្តបន្ទាប់សរុប$3000ក្រុមហេតុផលថាចង់ទៅលេងជាមួយតែគ្មានលុយធ្វើដំណើរគ្រប់គ្រាន់ហើយពេលខ្លះត្អូញត្អែថាជួបបញ្ហាហិរញ្ញវត្ថុត្រូវការជំនួយដើម្បីគេចខ្លួនមួយរយៈដែលកត្តាទាំងនេះទើបនាងតែផ្ញើលុយឲ្យលោកស្រីខ្វាដាលូបានបញ្ជាក់ថាមានពេលខ្លះគាត់គ្មានលុយផ្ញើឲ្យបុគ្គលឆោបោកទេតែបុគ្គលនោះបានបញ្ចុះបញ្ចូលឲ្យខ្លួនទៅលួចលុយប្តីឬដើរខ្ចីលុយអ្នកដទៃថែមទាំងគំរាមថាបើមិនជួយនឹងបែកគ្នារហូតធ្វើឲ្យគាត់ភ័យខ្លាចហើយធ្វើតាមតម្រូវការគេជានិច្ចជាមួយគ្នានេះគាត់បានទៅលួចលុយប្តីប៉ុន្តែត្រូវប្តីឃើញទាន់និងសួរចម្លើយពីមូលហេតុដូច្នេះថ្ងៃនោះហើយទៅធ្វើឲ្យគាត់ដឹងខ្លួនថាគេបោកប្រាស់ដោយឡែកតាមគណនីផ្លូវការរបស់តារាចម្រៀង NDK ក៏បានចេញសារជូនដំណឹងទៅកាន់អ្នកគាំទ្រថាបច្ចុប្បន្នលោកមានគណនីផ្លូវការតែមួយប៉ុណ្ណោះខ្លួនពុំដែលឆាតឬសុំលុយពីអ្នកគាំទ្រនោះទេសូមអរគុណសម្រាប់ការតាមដានព័ត៌មានកំសាន្ត Update Today